អាចដំកែពុរស្មីខ្ញុំបាទសូមជំរាបសួរអាដាមបាទសូមជំរាបសួរបាទអរគុណអាដាមដែលបានផ្ដល់បទសម្ភាសន៍តាមខ្សែទូរស័ព្ទក្នុងនីតិភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃពុធទី$29នេះនៅថ្ងៃនេះផ្ទាល់គឺជាខួប10ឆ្នាំនៃការគ្រងរាជ្យសម្បត្តិនៃអង្គព្រះមហាក្សត្រព្រះបរមនាថនរោត្តមសីហមុនីអាដាមក្នុងនាមជាសមាជិករាជវង្សមួយរូបតើអាដាមអាចរៀបរាប់ព្រះរាជកិច្ចសំខាន់ៗដែលអង្គព្រះមហាក្សត្របានបំពេញក្នុងរយៈពេល10ឆ្នាំនេះដែរឬទេអាដាមបាទព្រះអង្គកន្លងមក10ឆ្នាំនេះគឺព្រះអង្គតែងតែប្រកាន់ខ្ជាប់ជានិច្ចនៅគោលនយោបាយរបស់ព្រះបិតារបស់ព្រះអង្គក្នុងការបង្កសាងជាតិស្ថាបនាជាតិពិសេសដែលយើងតែងហៅថាគោលនយោបាយទីអនុនិយមនោះយើងក៏បានឃើញមែនគឺថាអ្វីត្បិតតែព្រះអង្គមានប្រតិកម្មភាពមិនទៅហៅថារបៀបនៃព្រះអង្គទ្រង់ការមិនបានដូចជាព្រះបិតាព្រះអង្គមែនក៏ប៉ុន្តែបុព្វហេតុដែលព្រះអង្គបានធ្វើនៅក្នុងការដឹកនាំប្រទេសជាតិនេះគឺមិនខុសពីបុព្វហេតុនៃព្រះបិតារបស់ព្រះអង្គទេគឺជាញឹកញយយើងឃើញហើយព្រះអង្គតែងតែបង្ហាញនៅភាពជិតស្និទ្ធរបស់ព្រះអង្គចូលចិត្តជាព្រះរាជពីឱកាសស័ក្តិទៀតនោះព្រះអង្គយកឱកាសក្នុងព្រះរាជសម្ដែងពិធីព្រះអង្គគឺថាមិនបានធ្វើពិធីជប់លៀងទៅធំនៅក្នុងព្រះបរមរាជវាំងមែនក៏ប៉ុន្តែព្រះអង្គយកជាឱកាសដ៏មានតម្លៃនោះគឺទៅចុះទៅជួបប្រជាពលរដ្ឋក្រីក្រតាមជនបទនានានៅក្នុងប្រទេសកម្ពុជាយើងនេះដូច្នេះគឺជារួមមកព្រះអង្គសកម្មភាពព្រះអង្គគឺខ្ញុំហៅថាពួកខ្ញុំទេយល់ឃើញថាជាព្រះមហាក្សត្រមួយអង្គតែខ្ញុំហៅថាជាព្រះមហាក្សត្របរតតភាពមានន័យថាព្រះមហាក្សត្រដែលថាមានប្រតិខ្វល់ខ្វាយក្នុងការបម្រើប្រយោជន៍អ្នកដទៃបម្រើអ្នកដទៃនេះគឺអ្នកណាគឺហៅថាប្រជាពលរដ្ឋនិងសង្គមជាតិនៃកម្ពុជាយើងនេះផងដែរអរគុណអាដាមតាមរយៈការប្រារព្ធព្រះរាជពិធីគ្រងរាជ្យនៅថ្ងៃនេះវាបង្ហាញច្បាស់ណាស់ថារាជានិយមនៅកម្ពុជានៅតែជាការគោរពនៃប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈប៉ុន្តែរបបនេះហាក់ដូចជាស្រអាប់បន្តិចទៅហើយត្បិតអីស្ថាបនិកនិងតួអង្គនៃរាជានិយមសំខាន់នៅកម្ពុជាគឺព្រះបរមកោដ្ឋដែលជាទីគោរពសក្ការៈនៃយើងបានសោយទីវង្គតហើយគណៈបព្វហ៊ុនស៊ិនប៉ិចដែលតំណាងឲ្យរាជានិយមនោះបានបាត់បង់ទីតាំងឈរជើងនៅក្នុងរដ្ឋសភាជាតិក្នុងការបោះឆ្នោតអាណត្តិកន្លងទៅនេះទៀតអាយដាមតែនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរលែងផ្ដល់តម្លៃដល់រាជានិយមនៅកម្ពុជាទៀតមែនដែរឬទេអាយដាមបាទខ្ញុំមិនបានឃើញដូច្នេះទេពីព្រោះថាយើងត្រូវបែងចែកអំពីគណៈបកនយោបាយនិងរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៃកម្ពុជាយើងនេះគណៈបកនយោបាយគឺជាហៅថាមានសកម្មភាពធ្វើនយោបាយផ្សេងហើយតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាយើងនេះថ្ងៃនេះប្រទេសយើងគឺមានរបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញមានន័យថាព្រះមហាក្សត្រព្រះអង្គមិនលូកលាន់ចូលក្នុងកិច្ចការនយោបាយអ្វីទេហេតុដូច្នេះហើយបានជាដូចដែលលោកបានមានប្រសាសន៍អំបញ្ញនេះគឺថាជាពលរដ្ឋទាំងទូទៅប្រជារាស្ត្រនៅតែស្រឡាញ់គោរពព្រះអង្គក៏ដូចជាគោរពរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញនេះដែរពីព្រោះថានេះគឺជាមុខគេមរតករបស់ប្រទេសខ្មែរយើងហៅថារាប់រយសតវត្សមកហើយដែលព្រះមហាក្សត្រដែលព្រះរាជបល្ល័ង្កតំណាងនៅឯកភាពជាតិបូរណភាពទឹកដីគ្រប់យ៉ាងទាំងអស់ហើយក៏តំណាងនៅជំលុកដ៏ត្រជាក់នៃប្រជាពលរដ្ឋនោះដូច្នេះខ្ញុំពុំបានឃើញហៅថាការចុះស្រអាប់ប្រពន្ធដូចជាដែលគេថានៅក្នុងចំពោះរាជាធិបតេយ្យរបស់កម្ពុជាយើងទេក៏ប៉ុន្តែការសកម្មភាពនយោបាយនៃគណៈបកនយោបាយនោះគឺជាធម្មតាទេប្រទេសយើងកាន់លទ្ធិប្រជាធិបតេយ្យអាណាចក្រប្រជាធិបតេយ្យនយោបាយដែលតែងតែមានចុះមានឡើងជាការធម្មតាអាដាមប៉ុន្តែគេនៅចាំបានថាកាលពីឆ្នាំ1993ក្នុងការបោះឆ្នោតអាណត្តិទី1កន្លងទៅគឺគណៈបព្វហ៊ុនស៊ិនប៉ិចបានឈ្នះការបោះឆ្នោតនោះហើយដោយសារតែប្រជាពលរដ្ឋយល់ថាហ៊ុនស៊ិនប៉ិចគឺសម្ដេចឪកាលនោះអាដាមមានយោបល់យ៉ាងម៉េចដែរពិតជាអញ្ចឹងមែនគឺគណៈបព្វហ៊ុនស៊ិនប៉ិចនេះគឺឈ្មោះមុនដំបូងឈ្មោះថារណសិរ្សហ៊ុនស៊ិនប៉ិចគឺជាស្នាប្រហោះរបស់សម្ដេចឪសម្ដេចតាតាំងតែពីឆ្នាំ1982តែបង្កើតឡើងដើម្បីធ្វើការរំដោះជាតិយើងដឹងហើយថាក្នុងឆ្នាំ1979ទៅ1991ប្រទេសកម្ពុជាយើងនេះគឺត្រូវមានអាណានិគមបរទេសហើយមានចម្បាំងរាំងជលហើយដូច្នេះហើយបានជារណសិរ្សហ៊ុនស៊ិនប៉ិចដែលបង្កើតឡើងដោយសម្ដេចឪនេះបាននាំមកថាធ្វើការបានច្រើនណាស់គឺថាជាអ្នកកសាងស្ថាបនិកមួយដ៏ធំនៅក្នុងសន្និសីទទីក្រុងប៉ារីសហើយដែលគណៈបព្វហ៊ុនស៊ិនប៉ិចនេះហើយបាននាំមកនៅសន្តិភាពរហូតមកដល់យើងសប្តាហ៍នេះក៏ប៉ុន្តែអ្វីដែលគណៈបព្វ
គុណសំពេចរបស់សត្វនេះបាត់បង់ចំពោះតែគណៈបកគុណសំពេចក៏ប៉ុន្តែអ្វីដែលគុណសំពេចបានធ្វើមកសម្រាប់សន្តិភាពនៅកម្ពុជាសប្តាហ៍នេះមិនបានបាត់បង់ទេរដ្ឋបកគុណសំពេចអ្នកដឹកនាំគុណសំពេចដែលបានហៅថាមានការខ្វះខាតក្នុងការដឹកនាំគឺបានធ្វើឲ្យគណៈបកគុណសំពេចបាត់សម្លេងក៏ប៉ុន្តែស្នាដៃរបស់គណៈបកគុណសំពេចដែលបាននាំមកสู่សន្តិភាពដែលបាននាំមកនៅប្រជាជនកម្ពុជាឡើងវិញបាននាំមកនៅទង់ជាតិគ្រប់យ៉ាងទាំងអស់នេះសន្តិភាពអស់នេះគឺមិនបាត់បង់ទេអាយដាមគណៈបកហ៊ុនស៊ិនប៉ិចដែលធ្លាប់តែដឹកនាំរដ្ឋាភិបាលនៅក្នុងអាណត្តិទី1ឆ្នាំ1993នោះបានធ្លាក់ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្លាំងហើយគណៈបកដុតធំដែលសម្បូរទៅដោយធនធានមនុស្សមួយនេះបានបែកចាត់ចែកគ្នារហូតមកដល់ពេលបច្ចុប្បន្ននេះមានគណៈបករាជានិយមពីរផ្សេងគ្នាដែលចេញពីរាជវង្សានុវង្សតែមួយជាអ្នកដឹកនាំតើនេះមិនបង្ហាញពីការបែកបាក់គ្នានិងកំសោយនៃអ្នករាជានិយមទេអាយដាមបាទខ្ញុំយល់ថាក្នុងលទ្ធិប្រជាធិបតេយ្យការដែលមានគណៈបកច្រើនមិនមែនជាការបែកបាក់ទេពីព្រោះថាយើងបានយកចិត្តចាប់យករបបរាជាប្រជាធិបតេយ្យដូច្នេះការដែលមានគណៈបកច្រើនទោះបីតែគណៈបកដែលហៅថារាជានិយមនោះមានច្រើនក៏ដោយមិនមែនជាការបែកបាក់គ្នាទេព្រោះថាគណៈបកហ៊ុនស៊ិនប៉ិចឬគណៈបករាជានិយមដែលឈ្មោះថារាជានិយមនោះមិនត្រូវគ្នាឬក៏ខ្វះប្រជាប្រិយភាពដោយសារថាការអ្នកដឹកនាំកន្លងមកពុំមានសមត្ថភាពធ្វើល្អយ៉ាងណាក៏ដោយក៏ប៉ុន្តែនេះមិនមែនមានន័យថាអ្នករាជានិយមបាក់បែកគ្នាទេពីព្រោះថាម៉េចពីព្រោះរដ្ឋធម្មនុញ្ញយើងទាំងមូលប្រទេសកម្ពុជាយើងនេះគឺរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញមានន័យថាអ្នករាជានិយមមិនមែនគ្រាន់តែគណៈបកហ៊ុនស៊ិនប៉ិចឬគណៈបករាជានិយមគឺតែណាផ្សេងទៀតទេគណៈបកណាផ្សេងទៀតក៏គេជាអ្នករាជានិយមដែរខ្មែរទាំងអស់គ្នាគឺជាអ្នករាជានិយមហើយខ្មែរមិនមែនអ្នករាជានិយមខ្មែរមិនយកហៅថារបបរាជាធិបតេយ្យរាជានិយមអាស្រ័យធម្មនុញ្ញមកប្រើប្រាស់ទេដូច្នេះខ្ញុំពុំភ័យពុំមានការខិតខំបារម្ភឡើយក្នុងការសិនជាគណៈបកហ៊ុនស៊ិនប៉ិចឬគណៈបកដែលឈ្មោះហៅថារាជានិយមមិនមានកម្លេងក៏ដោយនេះគ្រាន់តែជាលទ្ធភាពរូបភាពនៃការប្រណាំងប្រជែងតាមរបៀបប្រជាធិបតេយ្យទេក៏ប៉ុន្តែបើគ្មានកម្លេងក៏មិនមានអ្វីសំខាន់ដែរពីព្រោះថាអ្នកដែលការពារគណៈបករាជាធិបតេយ្យនិយមនោះគឺប្រជាពលរដ្ឋទាំងមូលគឺរដ្ឋធម្មនុញ្ញយើងទាំងមូលហើយជាពិសេសបាននិយាយអំពីគណៈបកប្រជាជនកម្ពុជាផងទៀតនោះយើងបានស្រុកលឺហើយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានអះអាងថាដែរថាសម្ដេចខ្លួនឯងនិងគណៈបកប្រជាជនទាំងមូលក៏ជាអ្នករាជានិយមដែរគណៈបកសង្គ្រោះជាតិសពឯងក៏ប្រកាសថាក៏ជាអ្នករាជានិយមដែរដូច្នេះខ្ញុំគួរចំផ្ទាល់ពុំឃើញអ្វីដែលគួរជាភាពទស្សនៈឡើយស្វ័យស្បតែគណៈបកហ៊ុនស៊ិនប៉ិចឬគណៈបករាជានិយមណាមិនមានសម្លេងក៏ដោយពីព្រោះថាมันមានសម្លេងឬមានសម្លេងនៃគណៈបករាជានិយមទាំងនោះគឺគ្រាន់តែជាដំណើរការនៃប្រជាធិបតេយ្យរូបនីយកម្មនៅក្នុងប្រទេសកម្ពុជាយើងតែប៉ុណ្ណោះបាទអាដាមអញ្ចឹងតាមយោបល់របស់អាដាមដើម្បីឲ្យគណៈបកហ៊ុនស៊ិនប៉ិចដែលតំណាងឲ្យរាជានិយមនៅកម្ពុជានោះអាចស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញតើអ្នករាជានិយមគួរធ្វើអ្វីខ្លះជាការធ្វើទេពីព្រោះយើងត្រូវការធ្វើការទីនេះធ្វើការរៀនសូត្រពីកំហុសនៃអ្នកដឹកនាំកន្លងទៅនេះគឺថាដើម្បីរៀបចំម្ដងតាមទៀតនេះគឺតែស្គាល់កំហុសការខ្វះខាតទាំងអស់នេះហើយទី2ក៏គណៈបកទូទាំងប្រទេសមិនតែគណៈបករាជានិយមមួយទេគណៈបកណាក៏ដោយដើម្បីគេថាឲ្យដឹងថាទូនីតិរបស់គណៈបកគឺបម្រើប្រទេសជាតិទូនីតិរបស់គណៈបកគឺហៅថាបម្រើប្រជាពលរដ្ឋដូច្នេះត្រូវដឹងទីផ្សារនយោបាយនៃកម្ពុជាត្រូវដឹងអំពីការទុកវេទនាភាពអូនដង្ហើយហើយនៃការខ្វះខាតនៃបញ្ហាទាំងអស់នៃប្រជាជនកម្ពុជាភាពហៅថាចាំបាច់នៃបូរណភាពទឹកដីនៃប្រទេសកម្ពុជាជាចាំបាច់ទាំងអស់ដែលក្នុងការកសាងទៀតសម្រាប់ប្រទេសកម្ពុជាដូច្នេះបើគណៈបកទាំងហ៊ុនស៊ិនប៉ិចគណៈបកណាក៏ដោយគឺទៅតែឈប់លើបប្រតិបត្តិនៃការធ្វើនយោបាយទាំងអស់នេះបានអាចស្ដារឈ្មោះឬក៏ស្ដារសកម្មភាពនេះឡើងមកវិញអរគុណអាដាមនៅកម្ពុជានាពេលបច្ចុប្បន្នគេសង្កេតឃើញថាមានគណៈបករាជានិយមចំនួន2នោះគឺគណៈបកហ៊ុនស៊ិនប៉ិចនិងគណៈបកសង្គមរាជាធិបតេយ្យដែលដឹកនាំដោយបុត្រាបុត្រីនៃអង្គសម្ដេចឪប៉ុន្តែប្រឈមនឹងបរិបទប្រគួតប្រជែងខ្លាំងនៃបរិយាកាសនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះតើគណៈបករាជានិយមបងប្អូនទាំងពីរនឹងអាចរួបរวมគ្នាឡើងវិញនោះទេអាដាមបាទរហូតមកដល់ត្រឹមថ្ងៃនេះគឺការយើងចូលលើដោយខ្ញុំបាននិយាយអំមិញគឺជាសិទ្ធិសេរីភាពរបស់ប្រជាវង្សានុវង្សព្រោះថាប្រជាវង្សានុវង្សក៏ជាប្រជាពលរដ្ឋមួយដែរក៏ជាមនុស្សជាបុគ្គលប្រជាពលរដ្ឋខ្មែរមួយដែរដូច្នេះគឺថាមានសិទ្ធិសេរីភាពដូចគេដូចឯងអញ្ចឹងដែរក្នុងការធ្វើសកម្មភាពនយោបាយអញ្ចឹងហើយដោយការចូលលើសេរីភាពក្នុងការធ្វើនយោបាយសេរីភាពក្នុងគោលការណ៍ប្រជាធិបតេយ្យដូច្នេះយើងត្រូវតែ
អនុញ្ញាតគឺថារងចាំមើលដំណើរការនៃគណៈបកនយោបាយទាំងអស់នោះប៉ុន្តែវាទៅតាមគណៈទេសៈណាមួយព្រោះឥឡូវហ្នឹងគណៈទេសៈប្រហែលជាមិនទាន់មកដល់ទេប៉ុន្តែដូចយើងបានធ្លាប់ឃើញថាគណៈទេសៈកន្លងទៅនេះគឺជាគណៈបកអង្គរជាតិតែកន្លងមកជាគណៈបកសំរងទីនិងគណៈបកមនុស្សដូច្នេះគឺទៅតាមតែគណៈទេសៈទេព្រោះការយល់ឃើញរបស់ខ្ញុំដោយអស់ពេលខ្ញុំបាទសូមអរគុណអាដាមកែវ ពុរស្មីប្រធានគណៈកម្មការនយោបាយគណៈបកហ៊ុនស៊ិនពេជ្រសូមអរគុណសូមជម្រាបលាអាដាមបាទសូមអរគុណ